រឿងអីដែលខ្ញុំខ្លាចនឹងបើខ្ញុំក៏ជាខ្មោចដែរនឹងอ๋ออ๋อถามไอ้ขมោចចាពូពិតជាខ្មោចមែននៅមិនបាត់ទេទៅសិនហើយទៅហើយខ្មោចអាប្រព្រានយើងស្អប់មនុស្សធន់ដូចចំពោះឯងនឹងណាយើងនឹងសម្រាប់ឯងអើយកុំអីអើយកុំសម្រាប់ខ្ញុំអីកុំសម្រាប់ខ្ញុំរឿងប្រលឹងចងអាឃានឯងរៀបចំខ្លួនតាណាទៀតហើយអាដងរៀបចំខ្លួនសង្ហាបែបនេះគឺប្រកាសជាទៅផ្ទះចរិយាហើយពងហើយឯងទៅផ្ទះចរិយានឹងធ្វើអីមានទៅធ្វើអីពងចរិយាជាសង្សារខ្ញុំបើមិនឲ្យខ្ញុំទៅផ្ទះនាងឲ្យតាណាវិញទៅឯងថាចរិយាជាសង្សារឯងហើយនាងស្រឡាញ់ឯងដែរទេប្រកាសជាស្រឡាញ់ហើយពងបើពួកឯងស្រឡាញ់គ្នាទៅហើយចាំពុកចូលស្ដីដណ្ដឹងនាងឲ្យឯងទៅចុះស្ដីដណ្ដឹងយ៉ាងម៉េចឯងមិនចង់បាននាងមកធ្វើជាប្រពន្ធទេហ៎ពងត្បិតតែខ្ញុំស្រឡាញ់នាងមែនប៉ុន្តែខ្ញុំមិនទាន់រួចរាល់នឹងធ្វើជាប្តីគេទេណាពងយីអាកូននេះក្នុងចិត្តឯងគិតអីហ្នឹងបានជាស្រឡាញ់តែមិនចង់ដណ្ដឹងហ្នឹងណែពុកប្រាប់ឲ្យហើយណាទោះឯងជាកូនមេភូមិក៏ពិតមែនប៉ុន្តែយើងមិនកាន់ជើងកូនខូចនោះទេបើឯងខុសគឺខុសបើឯងត្រូវគឺត្រូវបាទខ្ញុំដឹងហើយណាពងបើអញ្ចឹងខ្ញុំទៅសិនហើយណាពងយីអើយអាកូននេះមើលចុះរត់ទៅគ្មានងាកក្រោយបន្តិចទេហើយមើលដៃអូនចុះរលោងដូចជាបន្លាក្រូចអញ្ចឹងបងឯងនីងពួកកែបញ្ចុះអូននីងចរិយានិយាយមិនលាក់លៀមទេបងពិតជាស្រឡាញ់អូនពិតមែនណាគឺស្រឡាញ់អស់ពីបេះដូងតែម្ដងពាក្យសម្ដីដែលបងនិយាយនីងជាការពិតដែរទីងគឺជាការពិតណាទីនេះមានស្រែមានភ្នំមេឃដីជាសាក្សីស្នេហ៍យើងណាអូនជឿបងចុះចាបងអូនជឿបងហើយមែនហើយចុះឯណាមីងសាននោះថ្ងៃនេះគាត់មិនមកស្រែទេហ៎ថ្ងៃនេះម៉ែគាត់មិនសូវស្រួលខ្លួនតែបានจะឲ្យខ្ញុំមកស្រែតែម្នាក់ឯងទេបងរកគាត់ធ្វើអីទេគ្មានអីទេគ្រាន់តែមិនឃើញទើបសួររកទៅនឹងអូនណាពេលនេះពួកយើងនៅតែពីរនាក់ទេបងចង់សុំអូននៅរឿងមួយបានទេរឿងអ្វីទៅបងគឺបងស្រឡាញ់អូនខ្លាំងណាស់ហើយអូនក៏ស្រឡាញ់បងដូចគ្នាបើអញ្ចឹងពួកយើងណែអីទៅបងគឺបងចង់ឲ្យអូនបញ្ជាក់ពីទំហំចិត្តដែលអូនស្រឡាញ់បងនឹងណាថាចៅអូនប្រាប់ហើយតែងថាអូនស្រឡាញ់បងនោះអីនិយាយតែមាត់បែបនេះធ្វើម៉េចអាចយកជាការបានទៅអូនគឺទាល់តែខ្លួនអូនជារបស់បងហើយខ្លួនបងជារបស់អូននោះទើបអាចបញ្ជាក់ពីក្តីស្រឡាញ់របស់ពួកយើងបានប៉ុន្តែអូនថាមិនសមទេដឹងអីបងមិនសមអីទៅអូនតែមួយផ្លែនតាណាអូនណាបងពិតជាស្រឡាញ់អូនពិតមែនប៉ុន្តែអូនគឺពិតជាខ្លាចអីទៅអូនបងសន្យាហើយថាបងនឹងមិនបោះបង់ចោលអូនទេបងសន្យាហើយណាបានបងសន្យា3 ខែកន្លងផុតទៅនេះតើខ្ញុំកាត់អីចេះមិនជាខ្ញុំចេះតែវិលមកក្អួតចង្អុលបែបនេះឬមកក៏ខ្ញុំមិនបានទេខ្ញុំត្រូវតែរកពេទ្យពិនិត្យមើលសិនទៅបានអ្នកគ្រូពេទ្យតើខ្ញុំកាត់អ្វីទេមិនជាខ្ញុំចេះតែវិលមកក្អួតចង្អុលបែបនេះបើតាមការពិនិត្យទេនៅពេលនេះក្មួយស្រីមានផ្ទៃពោះហើយថាមិញមានកូននេះ
ពិតមែនហើយពេលនេះក្មួយមានផ្ទៃពោះ7សប្តាហ៍ហើយហេតុដូច្នេះធ្វើអីត្រូវតែប្រុងប្រយ័ត្នប្រយែងផងគិតដល់កូនក្នុងផ្ទៃផងដឹងទេខ្ញុំមានផ្ទៃពោះអត់អីរឿងនេះមិនត្រូវឲ្យម៉ែដឹងឡើយខ្ញុំអរគុណហើយអ្នកគ្រូពេនចាមិនអីទេចរិយាកូនមកហូបបាយមកណាចាម៉ែម៉ែបានហូបអីនឹងម៉ែគឺថ្ងៃនេះបានសម្លតាពាំងនឹងណាកូនយីហើយកាត់ស្អីនឹងកូនមិនបានជាក្អួតចង្អោលអីបែបនេះរឿងនេះមិនត្រូវឲ្យម៉ែដឹងជាដាច់ខាតមិនអីទេម៉ែប្រហែលជាខ្ញុំហូបមិនទិញតន់តែធ្វើឲ្យកាពះខ្ញុំធ្វើຕົកអញ្ចឹងទេហើយកូនមានបានទៅពេទ្យពិនិត្យហើយនៅនឹងចាម៉ែខ្ញុំទៅរួចហើយគ្រូពេទ្យក៏បានប្រាប់ថាកាពះខ្ញុំធ្វើຕົកដែរម៉ែបានចាំមិនអីទេខំប្រឹងហូបឲ្យទិញទាត់ទៅណាហើយបើមិនស្រួលកន្លែងណានោះប្រាប់ម៉ែដឹងទេកូនចាម៉ែខ្ញុំដឹងហើយម៉ែបើសិនជាបងដងបានដឹងពីរឿងនេះតើបងដងនឹងធ្វើយ៉ាងម៉េចទេតើគាត់ព្រមទទួលស្គាល់កូននេះដែរទេប៉ុន្តែមើលទៅគាត់ប្រកាសជាទទួលស្គាល់ហើយពីប្រគាត់ស្រឡាញ់យើងខ្លាំងយ៉ាងនេះចាំមើលស្អែកនេះចាំយើងយករឿងនេះទៅប្រាប់ដល់គាត់ចាញ់ចរិយាអូនមានការអីមែនទេបានចំណាត់បងមកទីនេះគឺអូនមានរឿងចង់ប្រាប់ដល់បងមានរឿងចង់ប្រាប់បងជារឿងអីទៅអូនបងពិតជាចង់ដឹងមែនទេប្រកាសជាចង់ដឹងហើយឆាប់ប្រាប់បងមកអូនមានរឿងអីគឺពេលនេះអូនមានផ្ទៃពោះហើយណាបងថាម៉េចអូននេះអូនមានផ្ទៃពោះហ៎មែនហើយមកក៏បងធ្វើមកបែបនេះគឺបងនៅមិនទាន់ចង់ខ្លាយជាឪពុកគេទេណាអូននេះតែបងនិយាយអីហ្នឹងទោះបីជាបងមិនចឹងប៉ុន្តែរឿងក៏បានកាត់ឡើងទៅហើយបងចង់មកទទួលស្គាល់យ៉ាងម៉េចទេចរិយាអូនទៅយកកូននេះចេញទៅបងសុំវល់ណាបងដឹងមកក៏បងឲ្យអូនទៅយកកូនចេញទៅវិញក្រែងបងនិយាយថាស្រឡាញ់អូននោះអីហើយចុះនៅពេលនេះមកក៏មិនចង់បានកូននេះទៅវិញបងស្រឡាញ់អូនតែបងមិនចង់មានកូនជាមួយនឹងអូនពេលនេះទេបើសិនជាបងមិនចង់មានកូនតើតែបងកុំប្រព្រឹត្តរឿងកាលពីថ្ងៃនោះនេះបងចង់កន្លះមែនទេហើយចរិយាកុំបង្ខំបងអីសោះណាបងមិនដឹងទេថាកូននេះជាកូនរបស់បងឬក៏អត់នោះទេអូនឈប់បង្ខំឲ្យបងទទួលស្គាល់កូននេះទៀតទៅអាយ៉ាប្រថោកទៀមនេះតើបងគិតថាអូនគឺជាមនុស្សស្រីដែលចិត្តងាយដាក់ដេកជាមួយប្រុសគ្រប់តែគ្នាអញ្ចឹងមែនទេហើយរឿងនេះបងធ្វើមិនយ៉ាងដឹងទៅអូនចិត្តងាយនឹងពាក្យលួងលោមរបស់បងអញ្ចឹងអូនក៏អាចចិត្តងាយនឹងពាក្យលួងលោមរបស់ប្រុសផ្សេងបានដែរបានហើយបងមិនចង់និយាយជាមួយអូនយូរទេក្រែងមានអ្នកផ្សេងមកឃើញវាមិនស័ក្តិសមបងចង់ទៅណាទេអូនមិនឲ្យបងទៅទេបងឈប់ភ្លាមបានហើយចរិយាកុំតោងយើងឆាប់លេងយើងទៅណែអត់ទេខ្ញុំមិនលេងបងត្រូវតែទទួលខុសត្រូវកូននៅក្នុងពោះនេះកុំសម័យអីណែឆាប់លេងទៅដងប្រថោកទៀមអញអាយ៉ាទេយើងមិនបានធ្វើទេមកទោះបីជាយើងត្រូវស្លាប់ជាខ្មោចក៏ចេញនឹងមិនលើកលែងឲ្យអញដែរអូយចរិយាស្លាប់ហើយមិនកាត់ទេត្រូវតែរត់សិនហើយអត់ទេយើងមិនបានធ្វើទេហើយមានរឿងអីហ្នឹងអាកូនជើងល្អវីវហើយបើពុកដឹងរឿងនេះច្បាស់ជាចាប់យើងទៅដាក់គុកមិនខានទេយើងមិនត្រូវឲ្យពុកដឹងពីរឿងនេះទេយ៉ាងម៉េចមានឮពុកសួរឯងដែរទេគឺគ្មានរឿងអីទេពងមិញនេះ
ឆ្កែដេញខំខ្ញុំទើបបានជាខ្ញុំភ័យបែបនេះនឹងណាពងយេអាកូននេះវៃគ្រាន់តែឆ្កែដេញសោះក៏ភ័យដូចជាឃើញខ្មោចអញ្ចឹងវៃទៅឆាប់ទៅងូតទឹកងូតផុកអីឲ្យហើយទៅឆាប់បានមកហូបបាយណែបានពងអីហើយកូននេះវាទៅណាវាទៅមិនបានជាមិនឃើញមកផ្ទះទៀនមេចិត្តប្រឡប់ទៅហើយនឹងកូននេះមិនដែរបាត់ពីផ្ទះយប់បែបនឹងទេអមហើយអមសានវាមកហើយវាមកហើយយីអាប៉ែតតើហើយមានរឿងស្អីមិនបានជាតែហេតុទៅហប់អីបែបហ្នឹងធ្វើចិត្តឲ្យស្រួលនិយាយមួយមកមានរឿងស្អីមានរឿងធំហើយហើយហាត់ណាថាចុះឯងមានរឿងអីឆាប់និយាយមកកើបបងចរិយាហ្នឹងណាកូនចរិយាឯងកូនចរិយាយ៉ាងម៉េចអាប៉ែនបងចរិយាស្លាប់ហើយគាត់ចង់ពោះនឹងឆាស្រួចណាហាថាម៉េចអាប៉ែនឯងមិនច្រឡំទេមែនទេហាមិនច្រឡំទេបើមិនជឿទេទៅមកទេតាឆាប់នាំទៅភ្លាមឆាប់ទៅអាប៉ែនបាទតាមើលអញ្ចឹងគួរអាណិតដល់ហើយស្លាប់ហើយក៏បើកភ្នែកមែនហើយពិតជាអាណិតណាស់ចរិយាជាក្មេងស្រីស្លូតបូតមិនក៏មកជួបរឿងអកុសលបែបនេះទៅវិញអើយនេះបានគេហៅថាសង្ខារវាមិនទៀងពិតមែនចរិយាកូនអាណាកូនខ្ញុំនៅណាទៅកូននេះហើយចរិយាកូនចរិយាមានរឿងស្អីនឹងមកក៏កូនមកត្រូវស្លាប់ទាំងបែបនេះចរិយាកូនងើបឡើងមកកូនកូនអើយកូនអ្នកណាគេធ្វើស្អីកូនទៅហ៎ចរិយាកូនស្រីម៉ែកាត់ចិត្តទៅនាងសានអើយចៅចរិយានាងបានស្លាប់ទៅហើយយំក៏មិនអាចរស់ឡើងវិញបានដែរមានតែយកនាងទៅធ្វើបុណ្យទៅអត់ទេអត់នោះទេកូនខ្ញុំមិនស្លាប់ទេកូនខ្ញុំមិនស្លាប់ទេក្រោយពេលដែលចរិយាស្លាប់ទៅនាងមិនបានទៅចាប់ចិត្តឡើយព្រោះនាងនៅមានគំនុំក្នុងចិត្តដែលមិនទាន់ជំរះជាមួយនឹងនៃដងជារៀងរាល់យប់ចរិយាតែងតែអង្គុយបីកូននៅក្នុងខ្ទមក្បែរកន្លែងដែលនាងស្លាប់នោះនិងមានដុតភ្លើងទៀនប្លង់ថែមទៀតផងយប់មួយពូប៉ុងដែលជាអ្នកមកពីភូមិផ្សេងបានដើរឆ្លងកាត់ទីនោះក្រឡេកឃើញក្នុងខ្ទមមានភ្លើងប្លង់ក៏ចូលទៅសុំទឹកហូបក្មួយអើយក្មួយចរិយាឆ្លើយតបដោយសម្ដីមួយទៅវិញចាពូមានការអ្វីទាំងចុះបែបនេះពូពូជាអ្នកភូមិមកពីភូមិផ្សេងហើយក៏ដើរឆ្លងកាត់ទីនេះក៏ឃើញផ្ទះក្មួយនៅដុតភ្លើងទៀតគិតចង់មកសុំទឹកក្មួយហូបបន្តិចនឹងណាហើយចាប់ខ្ញុំមានតែចិត្តអាក្រក់ឯណាពូទៅដួសហូបខ្លួនឯងទៅពូហើយចុះពីងទឹកនៅអាណាមីនាងគឺនៅត្រង់នោះពូយេនៅទីនេះទេតើមិញនេះពូមើលមិនឃើញហូបឲ្យឆ្អែតទៅពូមីនាងអើយពូអរគុណហើយណាពូដើរមកដល់ទីនេះតែម្នាក់ឯងមិនខ្លាចខ្មោចទេអីចេះតែខ្លាចដែរនឹងណាតែមើលទៅក្មួយចុះជាស្រីនៅតែពីរអ្នកកូនមិនខ្លាចផងពូក៏បាត់អារម្មណ៍ខ្លាចខ្លះដែរនឹងណារឿងអីដែលខ្ញុំខ្លាចនោះបើខ្ញុំក៏ជាខ្មោចដែរនឹងថាម៉េចខ្មោចចាពូ
ពិតជាខ្មោចមែននៅមិនបាត់ទេទៅសិនហើយទៅហើយ ឆាប់សិនពូនៅហូបបាយមកពេលសិនទៅពូលោកពូ ក្រោយពីឡងបន្លាចពូប៉ងហើយមិនយូរប៉ុន្មានក៏ស្រាប់តែមានបរិសម្នាក់អាយុប្រហែលជា27ឆ្នាំបានដើរឆ្លងកាត់ខ្ទមនោះយេហើយយប់ថ្មនេះតាហើយមិនក៏មានមនុស្សស្រីមិនទាន់ចូលដេកអញ្ចឹងអាយ៉ាមើលចុះរៀងស្អាតដល់ហើយសក់ស្រឡូនស្អាតមើលទៅពេញគ្រឹះតែម្ដងហើយចូលទៅសួរនាំបន្តិចសិនសួស្ដីអូនស្រី ចាបងប្រឹង អូននៅតែម្នាក់ឯងទេហ៎ ចាបងអូននៅតែម្នាក់ឯងទេបង ចុះអូនមិនខ្លាចទេអី តើខ្លាចអ្វីទៅបង ខ្លាចមនុស្សឬខ្មោចនោះអីអូន អូនមិនខ្លាចទេបង អូននោះខ្មោចយោ ចាំកដុំឆែមខ្មោច មើលអូនចុះក្រែងថាមិនខ្លាចនោះអី ក៏ព្រោះតែបងអញភញាក់ខ្ញុំនឹងនេះតើបានជាអូនខ្លាចបែបនេះ បើអូនខ្លាចអោបបងឲ្យយូរទៅអូន ចាបងអាប្រុសព្រានយើងស្អប់បំផុតអាមនុស្សប្រុសព្រានដូចជាពួកឯងអញ្ចឹង កំពុងតែអោបយ៉ាងសប្បាយចិត្តស្រាប់តែភ្លាមនោះបុរសនោះបានឃើញសក់របស់ចរិយាជ្រុះម្ដងបន្តិចរហូតដល់អស់ហើយក៏មានស្រក់ឈាមតក់ទៅលើដីរំពេចនោះបុរសនោះក៏ស្រាប់តែមានអារម្មណ៍ថាធុំក្លិនស្អុយនិងស្ទាបប៉ះអ្វីរអិលបុរសនោះក៏និយាយឡើងអេមិនក៏មានសក់ច្រើនម្លេះហើយនេះទឹកអីហ្នឹងស្រក់នៅលើដីហ្នឹងហើយស្អុយខ្លាំងទៀតភ្លាមនោះបុរសនោះក៏បានមើលមុខចរិយាក៏ឃើញមុខចរិយាប្រែជាគួរឲ្យខ្លាចដោយមានភ្នែកលៀនអណ្ដាតវែងសក់កន្ទ្រើងបុរសនោះឃើញហើយភ័យណាស់រហូតដល់លិចនោមដាក់ខោខ្មោច អាប្រុសព្រានយើងស្អប់មនុស្សធន់ដូចជាពួកឯងនឹងណាយើងនឹងសម្លាប់ឯង អើយកុំអីអើយកុំសម្លាប់ខ្ញុំអីកុំសម្លាប់ខ្ញុំ មនុស្សដូចជាពួកឯងនេះដែលធ្វើបាបតែមនុស្សស្រីទុកពួកឯងឲ្យនៅលើផែនដីនេះគឺនាំតែធ្ងន់ផែនដីនោះទេ លែងខ្ញុំទៅឯងមកទេ ចរិយាបានសម្លាប់បុរសនោះរួចបោះក្រវែងសាកសពចូលទៅក្នុងស្រែ